nè con trên tờ banh kê ok à thì cái tờ banh tắc nó nè nó tắc à banh tắc nó nè nó tắc នេះគឺជាសកម្មភាពនៅថ្ងៃចូលឆ្នាំខ្មែរនៅកំពង់ចាមអញ្ចឹងដូចអ្នកទាំងអស់គ្នាដឹងហើយថានៅកំពង់ចាមរៀងរាល់ឆ្នាំគឺមានការប្រពៃកម្មវិធីចូលឆ្នាំខ្មែរនៅនោះគឺក្រៃមែនតើហើយមិនធំថាមានអ្នកកំពង់ចាមអត់លេងទេមានទាំងអ្នកខេត្តផ្សេងហើយនិងអ្នកតាមស្រុកផ្សេងគាត់ឡើងមកទាំងអស់គ្នាដើម្បីលេងនឹងផងដែរហើយនេះគឺកូនកាខ្ញុំគឺគាត់មកកន្លែងតូបលក់អីលក់តែគាត់ខ្ញុំប៉ុន្តែគាត់បានដើរទៅលេងកន្លែងបាញ់ទឹកឯនេះក្មេងៗគឺខ្ញុំកំពុងតែដើរទៅមុខសាលាខេត្តដោយសារតែគេលេងមនុស្សច្រើននៅមុខសាលាខេត្តហ្នឹងគ្រាន់ថានៅពេលដែលយើងដើរទៅហ្នឹងមិនទាន់ទាំងដល់មុខសាលាខេត្តផងគាត់ដើរតាមផ្លូវហ្នឹងគឺជោគបដាបាត់ហើយពួកឯងនៅតាមផ្ទះនៅតាមផ្លូវនៅតាមឡានគឺមានកំភ្លើងមានទឹកគ្រប់ដៃទាំងអស់អញ្ចឹងទាំងអស់ទៅដល់ហ្នឹងគឺធំថាជោគគ្រប់គ្នាបាត់ហើយសម្រាប់វីដេអូហ្នឹងមិនមែនឆ្នាំ2025ទេណាគឺតាំងពី2024ប៉ុន្តែសកម្មភាពហាក់ជាតម្រង់ដូចគ្នា2025គាត់តាម25ខ្ញុំបានដើរថតមួយពួកគាត់ទេដោយសារតែខ្ញុំទងន់ណាស់ខ្ញុំក៏មិនអាចថាដើរឆ្ងាយអីដូចពួកគាត់ចឹងដែរអញ្ចឹងខ្ញុំយកវីដេអូចាស់ជាការរំលឹកឡើងវិញហើយប៉ុន្តែគាត់ថាវាប្រហែលគ្នាទេតម្រង់ហ៎អត់ទេអ្នកនរនេះឃើញនៅលើផ្លូវសហ្នឹងគឺគេគឺតែម្សៅអញ្ចឹងសិតតែក្មេងៗនេះទៅគេហៅក្មេងៗGen Zក្មេងៗជំនាន់ក្រោយហ្នឹងគឺគាត់សប្បាយប៉ុន្តែបើសម្រាប់ខ្ញុំមកដើម្បីក្មេងៗទូចៗឲ្យគាត់លេងសប្បាយបើតាមខ្លួនឯងដូចរបៀបថាដូចយើងហូបវ័យយើងវ័យមាន baby មានអីហើយយើងមិនថាស្វាយអនៅហ្នឹងគាត់ថាឃើញអ៊ូទៅយើងរីករាយត្រេកអរជាមួយគេប៉ុន្តែបើថាឲ្យយើងជួលសបាយដូចក្មេងៗជំនាន់ក្រោយហ្នឹងអបប្រហែលជាលេងសើចមានអារម្មណ៍នឹងទីរៃអញ្ចឹងនេះសំខាន់នេះគឺនាំក្មេងៗឲ្យបានមកលេងហើយដូចនិយាយមិនអញ្ចឹងថាសិកាបានមកទេពេលហ្នឹងដោយសារតែនៅទូកាលនោះតែមួយឆ្នាំឯងតែឆ្នាំនេះសិកាបានមកមួយប៉ាប៉ាតែខ្ញុំមកបានមកវិញអញ្ចឹងខ្ញុំជំរាបដាក់វីដេអូឆ្នាំហ្នឹងមួយសិកាគាត់ថាឆ្នាំហ្នឹងមនុស្សច្រើនហើយប៉ាប៉ាគាត់ក៏ពិបាកដែរព្រោះអីត្រូវពោសិកាជាប់រហូតអញ្ចឹងគាត់ក៏ចូលកន្លែងហាងកាហ្វេចូលនៅហ្នឹងទៅឲ្យសិកានៅលេងនៅក្នុងហ្នឹងសិនអញ្ចឹងណាហ្នឹងវីដេអូឆ្នាំហ្នឹងនេះក្មេងៗនៅពេលគាត់អស់ទឹកអស់អីចឹងទៅគាត់មក refill នៅកន្លែងពីងទាំងអស់គ្នាចឹងទៅអូខេយើងគាត់ទៅនៅលេងមួយផ្លែទេហើយទៅក៏រៀបចំត្រឡប់ទៅវិញសម្រាប់ក្មួយខ្ញុំឈូតហើយទៅគេវិញលេងបាម្សៅជាមួយចឹងណាលេងបាម្សៅអូនទូចទៅពេលសួរគេទៅគេធ្វើមុខកំមើទៅដូចអំអៀនគេបាម្សៅចឹងទៅអានេះពួកខ្ញុំដើរមកកន្លែងផ្លូវភ្លោះនៅនឹងក៏មនុស្សច្រើនដែរអ្នកទាំងគ្នាមើលទៅម៉ូតូម៉ូតមិនក៏មានដែរគឺគេដាក់មកទៅម៉ូតូឥឡូវត្រឡប់មកវិញណាសិកាបើទៅដោះធ្វើមិនដឹងចូលបណ្ដោយជុំវិញយើងបានទៅលេងសង្ក្រានទីវត្តទីមួយដែលយើងទៅគឺយើងទៅលេងសង្ក្រាននៅវត្តដីដោះគេមានដូចជាការកន្លែងលេងហមលេងកំសាន្តអញ្ចឹងណាហើយម៉ាក់ខ្ញុំឯងគេមានក្រុមហាត់ប្រាណតែគាត់មកហមលេងនៅនឹងដែរនៅនឹងគេមានដេកស្អាតដែរអញ្ចឹងខ្ញុំមកមើលគេលេងហមមកផ្លែតហើយក៏ចេញបន្តទៅលេងមកកន្លែងទៀតគឺនៅវត្តនគរបាជ័យគឺនៅក្នុងស្រុកកំពង់សៀមយើងមកលេងនៅនឹងមកផ្លែតទៀតគឺយើងមើលផ្លែតហ្នឹងមកមើលគេអ៊ូអរខ្លះហើយទៅនៅក្នុងដងស្រាប់ហើយនៅវត្តតែមានconcert ឬក៏មានហមលេងហ្នឹងគេប្រកាសតែមានលក់អីពេញហ្នឹងហើយខ្ញុំទៅសប្បាយមួយយ៉ាងដែរគាត់ថាយើងគាត់តែជាអ្នកមើលគេតែមិនអ្នកហមមិនអ្នកអីទេហើយកាកាខ្ញុំនេះអូគេមកគេចេះមើលចេះអីគេដែរទៅដល់ថ្ងៃចូលឆ្នាំថ្ងៃទី3ពួកខ្ញុំបានមកវត្តដើម្បីប្រគេនចង្ហាន់ជូនទៅដល់ព្រះសង្ឃសាពះកន្លែងសាពះព្រះហើយនឹងពួកយើងទាំងអស់គ្នានឹងបានទៅស្រង់ព្រះដែរដោយសារតែនៅវត្តនគរបាជ័យហ្នឹងគឺគាត់មានការរៀបចំដូចជាការស្រង់ព្រះដែរចឹងណាអញ្ចឹងប៉ាប៉ាបានពរអូនដើម្បីស្រង់ព្រះទាំងអស់គ្នាជូនពរដើម្បីទទួលពរជ័យទាំងអស់គ្នាចូលឆ្នាំថ្មីហើយទៅឆ្នាំថ្មីនេះក៏ជូនពរដល់ទាំងអស់គ្នាសុខសប្បាយសុខភាពល្អទាំងអស់គ្នាដែរ
អញ្ចឹងនៅពេលដែលយើងបានធ្វើបុណ្យទាំងអស់ហ្នឹងហើយក្មេងៗឬក្មួយៗខ្ញុំអីគាត់ដឹងហើយគាត់ចាប់ផ្ដើមធំដឹងក្ដីអញ្ចឹងនៅពេលដែលយើងធ្វើចេញទៅគាត់ក៏រៀនតាមយើងបានច្រើនដែរអរគុណសម្រាប់ការទស្សនា